រដ្ឋាភិបាលនៃចក្រភពអង់គ្លេសក្រុងអនុម័តច្បាប់ហាមកុមារអាយុក្រោម16ឆ្នាំប្រើប្រាស់បណ្ដាញសង្គមខណៈប្រទេសជាច្រើនកំពុងអនុវត្តវិធានការស្រដៀងគ្នា Because today I can announce that the government will ban access to social media for all children under the age of 16. នាថ្ងៃទី15ខែមិថុនាឆ្នាំ2026ចក្រភពអង់គ្លេសបានប្រកាសគម្រោងអនុម័តច្បាប់ថ្មីមួយដែលហាមកុមារអាយុក្រោម16ឆ្នាំប្រើប្រាស់បណ្ដាញសង្គមចក្រភពអង់គ្លេសបានអះអាងថាវិធានការនេះមានគោលបំណងការពារសុខភាពផ្លូវចិត្តរបស់កុមារកាត់បន្ថយការរំលោភបំពានគំរាមកំហែងតាមអ៊ីនធឺណិតនិងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានឡើងពីការប្រើប្រាស់បណ្ដាញសង្គមមិនមែនមានតែអង់គ្លេសប៉ុណ្ណោះទេកាលពីឆ្នាំមុនអូស្ត្រាលីបានក្លាយទៅជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានអនុម័តច្បាប់ហាមកុមារអាយុក្រោម16ឆ្នាំប្រើប្រាស់បណ្ដាញសង្គមចំណែកកាណាដាបារាំងដាណឺម៉ាកអេស្ប៉ាញនិងប្រទេសជាច្រើនទៀតក៏កំពុងពិចារណាឬជំរុញច្បាប់ស្រដៀងគ្នានេះដែរទោះជាយ៉ាងណាវិធានការនេះក៏កំពុងបង្កឲ្យមានភាពចម្រូងចម្រាសនិងការជជែកដេញដោលជាច្រើនផងដែរខណៈមនុស្សមួយចំនួនជឿថាច្បាប់នេះអាចជួយការពារកុមារពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធអនឡាញនិងមនុស្សមួយចំនួនទៀតយល់ថាការហាមឃាត់នេះមិនមែនជាដំណោះស្រាយពេញលេញនោះទេការបោះជំហានរបស់អង់គ្លេសបង្ហាញថានិន្នាការរឹតបន្តឹងការប្រើប្រាស់បណ្ដាញសង្គមសម្រាប់កុមារកំពុងក្លាយជាប្រធានបទគោលនយោបាយដ៏សំខាន់មួយនៅជុំវិញពិភពលោកសម្រាប់ព័ត៌មានបច្ចេកវិទ្យាថ្មីៗសូមតាមដាន TechWire